កាន់តែរសើបហើយពេលនេះតុលាការកំពុងតែចាត់ការទៅលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌសែនសុខខណៈពេលដែលភរិយាជនរងគ្រោះបានបន្តស្នើសុំនៅភាពយុត្តិធម៌កាលពីពេលថ្មីនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសោកស្ដាយមួយដែលបានកើតឡើងនៅជិតផ្សារទំនើបអ៊ីអន2បានធ្វើឲ្យបងប្អូនមហាជនមានការរំជួលចិត្តយ៉ាងខ្លាំងជាពិសេសក្រោយពេលដែលបានឃើញនៅសាររៀបរាប់អំពីការឈឺចាប់របស់ភរិយាជនរងគ្រោះក៏ប៉ុន្តែតើដំណើរការតាមផ្លូវច្បាប់ជុំវិញរឿងនេះដើរដល់ណាហើយតើហេតុអ្វីបានជាយើងត្រូវតាមដាននៅនីតិវិធីរបស់តុលាការឲ្យបានច្បាស់លាស់មុននឹងធ្វើការសន្និដ្ឋានសម្រាប់ព័ត៌មានដែលយើងខ្ញុំនឹងលើកយកមកបង្ហាញនៅថ្ងៃនេះគឺត្រូវបានប្រមូលផ្ដុំចេញពីប្រភពផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកនិងការបញ្ជាក់ដោយផ្ទាល់អំពីបណ្ដាញសង្គមរបស់ភរិយាជនរងគ្រោះរឿងរ៉ាវនេះមិនត្រឹមតែជាសោកនាដកម្មរបស់គ្រួសារមួយប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏បានคล้ายទៅជាប្រធានបទដ៏ក្តៅគគុកដែលបានឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវនៅលើដងផ្លូវផងដែរយោងទៅតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា 11:30 នាទីយប់នៅថ្ងៃទី28 ខែកក្កដាឆ្នាំ2026នៅត្រង់ចំណុចទល់មុខផ្សារទំនើបអ៊ីអន2តាមបណ្ដោយផ្លូវ1003សង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញដោយបរិះរងគ្រោះមានឈ្មោះថាគួចលឹមហានមានអាយុ35ឆ្នាំជាមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនដែលកំពុងតែធ្វើដំណើរដោយម៉ូតូស្របពេលដែលមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអវតារ11ពណ៌ខ្មៅដែលបើកបរដោយនារីម្នាក់មានវ័យ27ឆ្នាំនោះគឺឈ្មោះសាមីជូបានធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាបើតាមសេចក្តីរាយការណ៍រថយន្តបានវ៉ាជែងរួចក៏ជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យបរិះដែលជាម្ចាស់ម៉ូតូបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដងក្រោយពេលកើតហេតុនារីវ័យក្មេងដែលជាអ្នកបើកបររថយន្តរួមជាមួយនឹងអ្នកធ្វើដំណើរក៏បានហៅម៉ូតូកង់3ជិះចាកចេញពីទីកន្លែងកើតហេតុបាត់ទៅអ្វីដែលធ្វើឲ្យមហាជនកាន់តែរំជួលចិត្តទៀតនោះគឺទស្សនវិជ្ជាដែលភរិយារបស់ជនរងគ្រោះបានមកដល់ទីកន្លែងកើតហេតុទាំងក្តីរន្ធត់តាមរយៈបណ្ដាញសង្គម Facebook ដែលមានឈ្មោះថា JJ ខួចដែលជាភរិយារបស់ជនរងគ្រោះបានធ្វើការបង្ហោះសារជាបន្តបន្ទាប់ដោយបានរៀបរាប់អំពីក្តីស្រណោះស្រណោកនិងការឈឺចាប់លោកស្រីបានរៀបរាប់ថានៅមុនពេលកើតហេតុស្វាមីរបស់លោកស្រីទើបតែចេញពីធ្វើការហើយបានឆ្លងកាត់និងទិញទឹកដោះគោនិងរបស់របរប្រើប្រាស់សម្រាប់កូនស្រីតូចដែលមានអាយុ2ឆ្នាំអ្នកស្រីបានរៀបរាប់អំពីគម្រោងទៅអនាគតជាច្រើនរបស់គ្រួសារដូចជាការត្រៀមរកសាលាឲ្យកូនការរៀបចំផ្ទះសម្បែងនិងការចង់បានកូនបន្ថែមទៀតដែលគម្រោងទាំងអស់នេះត្រូវបានរលាយបាត់បង់ទាំងស្រុងអ្វីដែលជាចំណុចសំខាន់មួយទៀតនោះគឺនៅថ្ងៃទី30 ខែកក្កដាឆ្នាំ2026ភរិយារបស់ជនរងគ្រោះក៏បានចេញមុខច្រានចោលនៅពាក្យចចាមអារាមដោយបានបញ្ជាក់យ៉ាងច្បាស់ថាគ្រួសាររបស់លោកស្រីនៅមិនទាន់បានទទួលសំណងណាមួយនៅឡើយនោះទេហើយគោលជំហរតែមួយគត់របស់គ្រួសារនោះគឺស្នើសុំឲ្យមានការដោះស្រាយស្វែងរកនៅយុត្តិធម៌ទៅតាមផ្លូវច្បាប់បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងប្រមាណជា2ថ្ងៃពោលគឺនៅរសៀលថ្ងៃទី30 ខែកក្កដាឆ្នាំ2026នារីដែលជាអ្នកបើកបរឈ្មោះសាមីជូក៏ត្រូវបានឪពុករបស់នាងនាំខ្លួនយកមកប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកឧត្តមស្នេហ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ជាសាធារណៈថាឪពុករបស់ជនបង្កពិតជាបានសហការជាមួយនឹងសមត្ថកិច្ចដោយតាមរកកូនស្រីរហូតទាល់តែឃើញនិងបានប្រគល់មកឲ្យសមត្ថកិច្ចផែនចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តតាមច្បាប់ក្រោយពីការសាកសួរនិងធ្វើកំណត់ហេតុរួចរាល់នគរបាលជំនាញបានសម្រេចឃាត់ខ្លួនជាផ្លូវការដំណើររឿងនេះបានឈានចូលដល់ដំណាក់កាលផ្លូវច្បាប់យ៉ាងពេញលេញដោយនៅរសៀលថ្ងៃទី31 ខែកក្កដាឆ្នាំ2026ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបញ្ជូនខ្លួននារីវ័យក្មេងដែលជាអ្នកបើកបររថយន្តបង្កទៅកាន់ស្ថាប័នអាយកាអមសាលាដំបងរាជធានីភ្នំពេញយោងទៅតាមនីតិវិធីការបញ្ជូនខ្លួននេះគឺដើម្បីឲ្យ
តំណាងអាយកាឬក៏ព្រះរាជអាជ្ញាធ្វើការត្រួតពិនិត្យនិងសម្រេចទៅលើការចោទប្រកាន់ជាផ្លូវការទៅតាមបញ្ញត្តិនៃច្បាប់ចរាចរណ៍ផ្លូវគោកនិងក្រមព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជារបស់យើងបាទប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពរាប់អានបើយើងមើលទៅតាមព័ត៌មាននិងទិន្នន័យដែលមាននាពេលបច្ចុប្បន្ននេះតើហេតុអ្វីបានជាករណីនេះផ្ទុះនៅការចាប់អារម្មណ៍ខ្លាំងម្ល៉េះចំណុចទី1នោះគឺកត្តាអារម្មណ៍និងភាពផ្ទុយគ្នាបងប្អូនមហាជនជាច្រើនបានឃើញនៅរូបភាពពីរដែលផ្ទុយស្រឡះនោះគឺបរិសជាឪពុកម្នាក់បានធ្វើដំណើរតាមម៉ូតូទាំងកណ្ដាលភ្លៀងដើម្បីទិញទឹកដោះគោឲ្យកូននិងរថយន្តស៊េរីទំនើបដែលបានបើកបរនៅក្នុងល្បឿនយ៉ាងលឿនរូបភាពនេះបានប៉ះពាល់ដល់ផ្លូវចិត្តរបស់បងប្អូនមហាជនយ៉ាងខ្លាំងចំណុចទី2នោះគឺប្រតិកម្មក្រោយកើតហេតុការដែលអ្នកបើកបរចុះពីលើឡានហើយបានជ្រើសរើសការហៅកង់3ជិះចាក់ចេញពីទីកន្លែងកើតហេតុដោយមិនបាននៅដោះស្រាយឬក៏រាយការណ៍ប្រាប់ដល់សមត្ថកិច្ចភ្លាមនោះនេះគឺជាចំណុចដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងជាងគេពីសំណាក់បងប្អូនមហាជនយ៉ាងណាក៏ដោយយើងក៏ត្រូវពិនិត្យមើលទៅលើទស្សនវិជ្ជានៃច្បាប់និងចំណាត់ការរបស់អាជ្ញាធរផងដែរចំណុចនេះអាចបង្ហាញថាប្រព័ន្ធច្បាប់កំពុងដើរតួនាទីរបស់ខ្លួនការដែលគ្រួសាររបស់អ្នកបើកបររថយន្តបង្កបានសម្រេចចិត្តនាំកូនស្រីចូលខ្លួនមកទទួលខុសត្រូវដោយដែលលោកឧត្តមសេនីយ៍តូហេងរតនាបានលើកឡើងថាពួកគេគ្មានចេតនារត់ទៅក្រៅប្រទេសនោះទេនេះគឺជាទង្វើមួយដែលជួយសម្រួលដល់នីតិវិធីច្បាប់ឲ្យដើរលឿនទៅមុខការចូលខ្លួននេះមិនមែនមានន័យថារួចផុតពីទោសកំហុសនោះទេក៏ប៉ុន្តែវាគឺជានីតិវិធីដែលតម្រូវឲ្យប្រឈមមុខទៅនឹងប្រព័ន្ធយុត្តិធម៌ជាងការកិច្ចវេះចំណុចដែលបងប្អូនមហាជនគួររងចាំតាមដានបន្តនោះគឺសេចក្តីសម្រេចរបស់ស្ថាប័នតុលាការថាតើបទចោទប្រកាន់ផ្លូវការនឹងមានមាត្រាអ្វីខ្លះដែលវាទាមទារឲ្យមាននៅការស៊ើបអង្កេតច្បាស់លាស់ទាំងកត្តាល្បឿននៃការបើកបរស្ថានភាពផ្លូវនិងកត្តាពាក់ព័ន្ធផ្សេងទៀតនៅនឹងទីតាំងកើតហេតុក្នុងនាមជាអ្នកតាមដាននៅព័ត៌មានយើងខ្ញុំបានយល់ឃើញអំពីទំហំនៃការឈឺចាប់របស់គ្រួសារសពដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ជាបង្គោលគ្រួសារដ៏សំខាន់ការទាមទារនៅភាពយុត្តិធម៌ពីសំណាក់ភរិយាជនរងគ្រោះនោះគឺជារឿងដែលត្រឹមត្រូវនិងសមស្របជាទីបំផុតទៅតាមលំអាននៃច្បាប់ក្នុងពេលជាមួយគ្នានេះមេរៀនដ៏ធំមួយដែលយើងទាំងអស់គ្នាអាចធ្វើការសិក្សារៀនសូត្រអំពីករណីនេះនោះគឺដូចអ្វីដែលថ្នាក់ដឹកនាំនគរបាលចរាចរណ៍បានធ្វើការក្រើនរំលឹកការគោរពច្បាប់ចរាចរណ៍ស្មើនឹងការគោរពជីវិតខ្លួនឯងនិងអ្នកដទៃគ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងត្រឹមតែរយៈពេលមួយប៉ព្រិចភ្នែកហើយវានឹងបន្សល់ទុកនៅវិបដិសារីអស់មួយជីវិតសម្រាប់ភាគីបង្កនិងទុកសោកមិនអាចបំភ្លេចបានសម្រាប់ភាគីរងគ្រោះបន្តិចទៀតនេះតុលាការនឹងក្លាយជាអ្នកផ្ដល់ចម្លើយចុងក្រោយអ្វីដែលយើងអាចធ្វើបានក្នុងនាមជាប្រជាពលរដ្ឋនោះគឺតាមដានរឿងនេះដោយការគោរពជៀសវាងនៅការប្រើប្រាស់នៅពាក្យសម្ដីប្រមាថការផ្សព្វផ្សាយនៅព័ត៌មានមិនពិតឬក៏វាប្រហារទៅលើបុគ្គលដែលមិនពាក់ព័ន្ធនៅក្នុងគ្រួសារទាំងសងខាងការទុកចន្លោះឲ្យច្បាប់ធ្វើការនោះគឺជាវិធីសាស្ត្រតែមួយគត់ដើម្បីស្វែងរកនៅយុត្តិធម៌ពិតប្រាកដសរុបជារួមមកវិញករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌសែនសុខនេះបានឈានទៅដល់ដៃអាយកាអមសាលាដំបងរាជធានីភ្នំពេញហើយបន្ទាប់ពីអ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួនភាគីគ្រួសារជនរងគ្រោះកំពុងតែទន្ទឹងរង់ចាំមើលនៅចំណាត់ការច្បាប់ដើម្បីស្វែងរកនៅយុត្តិធម៌ជូនដល់ស្វាមីដែលបានបាត់បង់ជីវិតយើងខ្ញុំនឹងបន្តតាមដាននៅការសម្រេចរបស់តុលាការហើយនឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះជូនបងប្អូននៅពេលដែលមានសេចក្តីប្រកាសជាផ្លូវការតើបងប្អូនប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរជុំវិញសារអប់រំអំពីច្បាប់ចរាចរណ៍នៅក្នុងករណីនេះសូមចូលរួមបញ្ចេញមតិយោបល់ដោយក្តីគោរពនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាខណៈពេលនេះខ្ញុំបាទអឹមស៊ីសុភាសូមអរគុណនិងសូមគោរពលា